សូមជូនរឿងផ្ទះសំណាក់លេខ13មុននឹងឈានចូលដល់អត្ថបទសាច់រឿងសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងបាទសូមអរគុណនៅរដូវវស្សាភ្លៀងធ្លាក់ចុះមកដូចជាការដាក់ទណ្ឌកម្មពីលើមេឃសូរសែងដែលធ្លាប់តែបំភ្លឺផ្លូវបានរលត់បាត់បង់អស់ជំនួសមកវិញដោយភាពងងឹតសូន្យនិងសំឡេងផ្គរលាន់រន្ទះដែលជាសញ្ញាប្រកាសអាសន្នក្នុងស្ថានភាពបែបនេះវីរៈដែលជាអ្នកលក់ទំនិញតាមខេត្តបានបង្ខំចិត្តឈប់ឡាននៅមុខផ្ទះសំណាក់ចាស់មួយកន្លែងដែលតាំងនៅដាច់ស្រយាលពីផ្លូវធំពន្លឺភ្លើងអ៊ីអុងពណ៌ក្រហមចាស់ដែលភ្លឺភ្លឹបភ្លែតបានសរសេរអក្សរយ៉ាងច្បាស់ថាផ្ទះសំណាក់រស្មីរាត្រីវីរៈចុះពីឡានទៀងទៅទឹកជោកគាត់ដើរចូលទៅក្នុងកន្លែងទទួលភ្ញៀវដែលស្ងាត់ជ្រងំក្លិនធូបចាស់លាយឡំជាមួយនឹងក្លិនឈើពុកផុយបោកបក់មកប៉ះនឹងច្រមុះបុរសចំណាស់ម្នាក់បានអង្គុយនៅក្រោយតុឈើពណ៌ខ្មៅមុខមាត់របស់គាត់ស្រពេចស្រពិលក្រោមពន្លឺអំពូលខ្សោយវីរៈបាននិយាយទៅកាន់បុរសនោះទៀងដង្ហើមដង្ហក់ថាសូមបន្ទប់មួយមកលោកតាបុរសចំណាស់នោះបានងើបមុខឡើងយឺតភ្នែករបស់គាត់សស្ដុកគ្មានប្រស្រីនោះឡើយគាត់រុញសោដែកមួយដែលច្រេះស៊ីពេញនៅលើតុហើយគាត់បាននិយាយថាលេខ13គឺជាបន្ទប់ចុងក្រោយគេដែលនៅជាន់ទី2ហើយគាត់បានផ្ដាំទៅវីរៈថាកុំបើកទ្វារឲ្យសោះក្រោយម៉ោង12យប់ទោះបីជាមានអ្នកណាហៅក៏ដោយវីរៈមិនបានចាប់អារម្មណ៍នឹងសម្ដីនោះឡើយគាត់គ្រាន់តែចង់បានកន្លែងសម្រាកតែប៉ុណ្ណោះគាត់បានដើរឡើងជណ្ដើរឈើដែលឮសូរគ្រឹតក្រតគ្រប់ជំហាននៅបន្ទប់លេខ13ជាបន្ទប់ធំមួយដែលមានគ្រឿងសង្ហារឹមធ្វើពីឈើប្រណិតប៉ុន្តែបូកពេញទៅដោយធូលីដីម៉ោង12រំលងអាធ្រាត្រវីរៈកំពុងតែងងុយដេកលក់យ៉ាងស្កប់ស្កល់ស្រាប់តែមានសំឡេងខ្វក់ខ្វាក់ដូចជាមានអ្វីមួយកំពុងតែគោះទ្វារបន្ទប់ពីខាងក្រៅវីរៈភ្ញាក់ព្រឺតគាត់សម្លឹងទៅកាន់ទ្វារហើយសំឡេងនោះកាន់តែខ្លាំងឡើងរហូតដល់វាคล้ายជាសំឡេងមនុស្សស្រីយំអ៊ូលអាក់ពាសពេញក្នុងបន្ទប់របស់គាត់តែម្ដងសំឡេងនោះបានស្រែកឡើងថាជួយបើកទ្វារឲ្យខ្ញុំផងខ្ញុំត្រជាក់ណាស់វីរៈបែកញើសជួខ្នងគាត់ចាំសម្ដីរបស់លោកតាម្ចាស់ផ្ទះបានយ៉ាងច្បាស់ថាកុំបើកទ្វារក្រោយម៉ោង12យប់ឲ្យសោះប៉ុន្តែសំឡេងយំនេះវាពិតជាសង្វេគខ្លាំងណាស់តើអាចជារឿងពិតឬគ្រាន់ជាការលេងសើចវីរៈសម្រេចចិត្តក្រោកឡើងយឺតហើយដើរទៅជិតទ្វារនៅពេលដែលគាត់សម្លឹងតាមរុនសោគាត់ពុំបានឃើញអ្វីទាល់តែសោះក្រៅពីភាពងងឹតសូន្យនោះឡើយប៉ុន្តែភ្លាមនោះនៅពេលដែលគាត់សម្លឹងតាមរុនសោគាត់មិនឃើញអ្វីក្រៅពីភាពងងឹតសូន្យនោះឡើយប៉ុន្តែភ្លាមនោះភ្នែកមួយគូដែលក្រហមឆ្អៅដូចជាឈាមបានសម្លឹងតបមកគាត់តាមរុនទ្វារនោះវិញវីរៈថយក្រោយទាំងភ័យរន្ធត់មុននឹងសម្រេចចិត្តរត់ទៅក្រែវិញកន្លែងនេះមិនមែនជាផ្ទះសំណាក់ធម្មតានោះឡើយជាយាមបើកទូរស័ព្ទដើម្បីរកពន្លឺប៉ុន្តែវាមិនដំណើរការនោះទេបន្ទប់ទាំងមូលចាប់ផ្ដើមញ័ររំជួយសំឡេងយំបានបាត់ទៅវិញជំនួសមកវិញដោយសំឡេងសើចកុកអឹកដែលលាន់ឮចេញពីក្រោមគ្រែវីរៈដកដង្ហើមញាប់គាត់ដឹងថាខ្លួនឯងកំពុងជាប់នៅក្នុងអន្ទាក់គាត់មិនមែនជាភ្ញៀវទី1ហើយក៏ប្រហែលជាមិនមែនជាភ្ញៀវចុងក្រោយដែលចូលមកក្នុងផ្ទះសំណាក់លេខ13នេះទៀតនោះឡើយវីរៈបានព្យាយាមរើបំរាស់លោតចុះពីលើគ្រែដើម្បីស្វែងរកផ្លូវចេញប៉ុន្តែនៅពេលដែលគាត់ចាប់ដៃទ្វារបន្ទះឈើនោះហាក់ដូចជាជាប់គ្នាយ៉ាងណែនសំឡេងសើចកុកអឹកពីក្រោមគ្រែបានស្ងាត់ទៅវិញប៉ុន្តែភាពត្រជាក់ចាប់ផ្ដើមជ្រៀតចូលតាមរន្ធញើសរបស់គាត់វីរៈប្រើកម្លាំងទាំងអស់ដែលមានរុញទ្វារ ប៉ុ
ប៉ុន្តែវាមិនកម្រើកសំបីតែបន្តិចសោះស្រាប់តែមានពន្លឺពណ៌ខៀវស្រងាត់មួយបញ្ចេញពីជញ្ជាំងដែលពោពេញទៅដោយស្នាមប្រេះជញ្ជាំងនោះចាប់ផ្ដើមរបកចេញដូចជាស្បែកមនុស្សដែលកំពុងតែរលួយបង្ហាញឲ្យឃើញនៅលំហដ៏ធំមួយនៅខាងក្រោយវាមិនមែនជាបន្ទប់ទៀតទេប៉ុន្តែវាជាបន្ទប់ចាស់មួយទៀតដែលមើលទៅហាក់ដូចជាស្ថិតក្នុងសម័យកាលផ្សេងគាត់បានឈានជើងចូលទៅក្នុងនោះទាំងញាប់ញ័រនៅលើតុឈើចាស់មួយមានសៀវភៅកំណត់ហេតុមួយក្បាលដែលបានបើកចំហវីរៈចាប់កាន់វាទាំងដៃញ័រទៅត្រឹកហើយបានអានសៀវភៅនោះនៅលើសៀវភៅនោះបានកត់ត្រាថានៅថ្ងៃទី13ខែតុលាឆ្នាំ1984ម្ចាស់ផ្ទះសំណាក់នេះបានឃុំខ្លួនពួកយើងទាំងអស់គ្នានៅទីនេះគាត់មិនមែនជាមនុស្សទេគាត់គឺជាអ្នកថែរក្សាវិញ្ញាណដែលរងចាំការជំនួសតំណែងអ្នកណាក៏ដោយដែលចូលមកក្នុងបន្ទប់លេខ13នេះនឹងមិនអាចចេញវិញបានឡើយលុះត្រាតែមានអ្នកថ្មីចូលមកជំនួសកន្លែងរបស់ពួកគេវីរៈទម្លាក់សៀវភៅនោះចុះគាត់យល់ហើយតាមម្ចាស់ផ្ទះម្នាក់នោះមិនមែនជាមនុស្សដែលកំពុងរងចាំភ្ញៀវនោះទេគាត់គឺជាអ្នកយាមដែលជាប់អន្ទាក់រាប់ទសវត្សរ៍ណាស់មកហើយឥឡូវនេះគាត់កំពុងស្វែងរកមនុស្សថ្មីដើម្បីមកជំនួសខ្លួនគាត់តែប៉ុណ្ណោះសំឡេងជើងដើរត្រុកនៅលើក្តារឈើបានបន្លឺឡើងពីក្រោយខ្នងរបស់គាត់វីរៈងាកក្រោយយឺតគាត់ឃើញតាមម្ចាស់ផ្ទះនោះកំពុងតែឈរនៅទីនោះមុខមាត់របស់តានោះមិនមែនជាមនុស្សចាស់ទៀតនោះទេប៉ុន្តែវាជាមុខមាត់ដែលគ្មានស្បែកមានតែសាច់ក្រហមឆ្អៅហើយភ្នែកដ៏ធំរបស់គាត់កំពុងតែហូរឈាមចេញមកក្រៅឯងបានឃើញអ្វីដែលមិនគួរឃើញហើយសំឡេងនេះមិនមែនចេញពីមាត់របស់គាត់ទេប៉ុន្តែវាចេញពីគ្រប់ទិសទីនៅក្នុងបន្ទប់នេះចាប់ពីពេលនេះទៅឯងគឺជាអ្នកយាមថ្មីនៃបន្ទប់លេខ13នេះហើយមុននឹងវីរៈអាចស្រែកស្វែងរកជំនួយបានស្រមោលខ្មៅមួយបានស្ទុះមករុំព័ទ្ធខ្លួនគាត់មានអារម្មណ៍ថារាងកាយរបស់គាត់កាន់តែធ្ងន់ទៅស្បែករបស់គាត់ចាប់ផ្ដើមប្រែជាពណ៌ស្លេកហើយការចងចាំទាំងអស់អំពីពិភពលោកខាងក្រៅចាប់ផ្ដើមរលត់បាត់បង់ដូចជាផ្សែងដែលប៉ះនឹងខ្យល់បន្តិចម្ដងនៅម៉ោង6ព្រឹកពន្លឺថ្ងៃបានរះឡើងឡានរបស់វីរៈនៅតែចតនៅមុខផ្ទះសំណាក់ដដែលអ្នកដំណើរម្នាក់ទៀតបានបើកឡានចូលមកក្នុងទីធ្លានៃផ្ទះសំណាក់នេះដែរគាត់ចុះពីលើឡានទៀងងុយដេកហើយដើរចូលទៅកន្លែងទទួលភ្ញៀវនោះដែរនៅក្រោយតុឈើពណ៌ខ្មៅនោះដដែលមានបុរសម្នាក់នៅអង្គុយទីនោះគាត់មានវីរៈជាអ្នកអង្គុយជំនួសវីរៈក្នុងសភាពស្លេកស្លាំងភ្នែកសស្ដោកគ្មានប្រស្រីបានរុញសោច្រេះស៊ីមួយនៅលើតុហើយនិយាយដោយសំឡេងស្ងួតមកកាន់បុរសនោះថាសូមស្វាគមន៍បន្ទប់លេខ13នៅជាន់ទី2ហើយសូមកុំបើកទ្វារក្រោយម៉ោង12យប់ទោះបីជាមានអ្នកណាហៅក៏ដោយភ្ញៀវថ្មីម្នាក់នោះគឺជាយុវជនម្នាក់ឈ្មោះថារដ្ឋាគាត់មិនបានដឹងខ្លួនឡើយថាខ្លួនកំពុងដើរចូលក្នុងអន្ទាក់របស់គេនោះឡើយគាត់ទទួលយកសោលេខ13ពីវីរៈដែលពេលនេះប្រែជាមនុស្សយន្តគ្មានប្រលឹងទៅហើយខណៈពេលដែលរដ្ឋាដើរឡើងជណ្ដើរវិញ្ញាណរបស់វីរៈដែលនៅជាប់ក្នុងស្រមោលជញ្ជាំងបានដឹងខ្លួនបន្តិចម្ដងគាត់ឃើញទស្សនភាពដែលខ្លួនឯងធ្លាប់ឆ្លងកាត់កំពុងកើតឡើងចំពោះរដ្ឋាវីរៈដឹងថាប្រសិនបើរដ្ឋាត្រូវជាប់អន្ទាក់ដូចគាត់នោះវត្តនៃកម្មនេះនឹងមិនអាចផ្ដាច់បាននោះឡើយនៅម៉ោង12យប់រដ្ឋាក៏បានឮសំឡេងគោះទ្វារនិងសំឡេងយំដូចវីរៈដែរវីរៈសម្រេចចិត្តប្រើកម្លាំងចុងក្រោយនៃព្រលឹងរបស់គាត់មិនអាចចេញក្រៅមកបានប៉ុន្តែគាត់អាចគ្រប់គ្រងពន្លឺនៅក្នុងបន្ទប់នោះបាននៅពេលដែលរដ្ឋាកំពុងដើរទៅរកទ្វារវីរៈបានបង្ខំឲ្យអំពូលភ្លើងក្នុងបន្ទប់ភ្លឺចិញ្ចាចរហូតធ្វើឲ្យមានជាគ្វីខ្លីការភ្លើងបានធ្លាក់មកលើសៀវភៅកំណត់ហេតុចាស់មួយក្បាល
ដែលវីរៈធ្លាប់អាននោះស៊ីភៅនោះបានឆេះភ្លើងដែលឆេះស៊ីភៅនោះមិនមែនជាភ្លើងធម្មតានោះទេវាជាភ្លើងដែលដុតបំផ្លាញកិច្ចសន្យាវិញ្ញាណនៃផ្ទះសំណាក់នេះផ្ទះទាំងមូលចាប់ដើមញ័ររំជួយជញ្ជាំងផ្ទះសំណាក់ចាប់ផ្ដើមបែកបាក់មុខមាត់ដ៏គួរឲ្យខ្លាចរបស់តាម្ចាស់ផ្ទះនោះដែលធ្លាប់ជាអ្នកយាមពីមុនមកបានលេចរូបរាងឡើងហើយស្រែកយ៉ាងខ្លាំងវីរៈបានប្រើកម្លាំងស្រមោលរបស់ខ្លួនរុញឲ្យរដ្ឋារត់ចេញទៅក្រៅតាមបង្អួចរត់ទៅកុំត្រឡប់មកវិញវីរៈស្រែកទាំងក្តីសង្ឃឹមរដ្ឋារត់ចេញទៅបាត់ដោយសុវត្ថិភាពផ្ទះសំណាក់រស្មីរាត្រីបានបាក់ស្រុតចុះមកកប់ក្នុងដីរួមជាមួយវិញ្ញាណរបស់វីរៈនិងម្ចាស់ផ្ទះដ៏អាក្រក់នោះទៅព្រឹកឡើងមនុស្សម្នាបានមកដល់កន្លែងដែលធ្លាប់ជាផ្ទះសំណាក់នេះពួកគេឃើញតែដីឡូទំនេរមួយដែលពោពេញទៅដោយស្មៅនិងថ្មបាក់បែកតែប៉ុណ្ណោះប៉ុន្តែអ្វីដែលគួរឲ្យព្រឺក្បាលនោះគឺនៅលើដីដែលផ្ទះសំណាក់ធ្លាប់តាំងនៅគេឃើញមានសោដែកជ្រេះស៊ីមួយដែលមានលេខ13ឆ្លាក់លើនោះដោយដាក់នៅដាច់តែឯងគាត់ថាដែលនៅរស់រានមានជីវិតបានដើរកាត់កន្លែងនោះទាំងដៃញ័រគាត់បានឮសំឡេងខ្សឹបតាមខ្យល់មកកាន់គាត់ថាអរគុណវីរៈមិនបានត្រឡប់មកវិញទេប៉ុន្តែគាត់បានដោះលែងខ្លួនឯងនិងអ្នកដទៃឲ្យរួចផុតពីការឃុំឃាំងដ៏យូរអង្វែងនេះផ្ទះសំណាក់លេខ13បានបាត់បង់ពីពិភពលោកនេះជារៀងរហូតទៅសូមអរគុណដែលបានទស្សនារឿងនិទានរន្ធត់តាំងពីដើមរហូតដល់ចប់បើសិនជាលោកអ្នកចូលចិត្តនៅការស្ដាប់និទានបែបរន្ធត់ដូចនេះសូមកុំភ្លេចជួយចុច Subscribe និង Like Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងសូមអរគុណសូមជម្រាបលា